ដល់បងប្អូនអរគ្នាថ្ងៃនេះមានអីវ៉ាន់មកបញ្ចិនមួយហើយយើងទៅពីកំងកាលពីថ្ងៃទី1នេះកំងថ្ងៃទី3ខែ11 2025ឥឡូវនេះវាចូលជិត10ថ្ងៃនៅបានមកដល់ហើយខ្ញុំបានហែកមើលឲ្យអីវ៉ាន់វាគ្រប់ទៅវាមកជាមួយនឹងក្បាលទឹកមួយហើយនឹងតួស្នប់មួយទៀតហើយយើងយកមកដូរម៉ូទ័ររបស់យើងវាខូចទាំងពីរតែម្ដងខូចទាំងតួស្នប់វាខូចនឹងក្បាលទឹកអ្នកទាំងបងប្អូនមិនចិត្តអាក្រក់សម្រាប់ការចុច like ចុច share ដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀតហើយសម្រាប់ម៉ូទ័រនេះដែរយើងដើររកទិញនៅតាមផ្សារហ្នឹងអត់មានទេអីវ៉ាន់នេះអញ្ចឹងហើយបងខ្ញុំកំងមកពីចិនមកតែម្ដងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់បានឬក៏ចង់ឲ្យខ្ញុំកំងឲ្យអាចតាក់ទងមកខ្ញុំបានហើយសម្រាប់ការរៀនទិញអនឡាញតាមថាប៉ាវតាម Alibaba តាម AliExpress ចូលទៅមើលវីដេអូមុនខ្ញុំនឹងមានការបង្រៀនសម្រាប់កម្លាំងរបស់វា1500វ៉ាត់សម្រាប់ការបាញ់របស់វា10 MPa ទៅ12 MPa 8លីត្រក្នុង1វិនាទី8លីត្រក្នុង1នាទី8លីត្រក្នុង1នាទីហើយខ្ញុំបានស្វានក្តាច់ខ្ចោលអស់ហើយដោយសារតែទី1ម៉ូទ័ររបស់យើងបាញ់លាងម៉ាស៊ីនជែកអញ្ចឹងហើយអាខ្ចោលខាងលើនេះភាគច្រើនគឺច្រេះតែម្ដងនឹងដោះអត់បានទេអញ្ចឹងមានស្វានដោះចេញហើយសម្រាប់ម៉ូទ័រលាងម៉ាស៊ីនជែកបើសិនតែយើងយល់ល្អយើងយកអាមានកម្រិតកម្លាំងទឹកដែលយើងអាចមួលខ្លាំងមួលខ្សោយបានណាបើសិនតែយើងយកអាអត់មានកម្រិតកម្លាំងទឹកពេលណាដែលយើងបាញ់លាងម៉ាស៊ីនជែកអញ្ចឹងវាធ្វើឲ្យកញ្ច្រែងរបស់ម៉ាស៊ីនជែកហ្នឹងវាកពិតដោយសារវាសម្ពាធខ្លាំងអញ្ចឹងយើងទិញយកអាណាដែលយើងអាចមួលកម្រិតខ្លាំងកម្រិតខ្សោយបានណាអញ្ចឹងវាធ្វើឲ្យយើងងាយស្រួលក្នុងការលាងសម្អាតហើយយើងចាប់ផ្ដើមគុំយកតែម្ដងហើយមួយទៀតបើសិនជាបងប្អូនប្រើម៉ូទ័រទៅវាមានអារម្មណ៍ថាម៉ូទ័រនឹងវាលឺខ្លាំងឬក៏វាខ្សោយអញ្ចឹងបញ្ហារបស់វាគឺនៅលើករបស់ម៉ូទ័រនេះនេះគឺជាប្រេមសិនរបស់វាបែកហ្វឺតកាលណាតែបែកហ្វឺតគឺធ្វើទៅដោះគោអញ្ចឹងយើងអាចយកទៅផឹកបានថែមតាតកកតិចមកនេះជាប្រេងរបស់វាបើស្អីយើងអត់មានប្រេងទេយើងចាក់ប្រេងម៉ាស៊ីនក៏បានតែសុំប្រេងម៉ាស៊ីនណាដែលល្អតិចមកវាដើម្បីឲ្យការរត់របស់វាហ្នឹងវាល្អដែរយើងដាក់យកមកស្មើមាត់ហ្នឹងមកកុំស្មើមាត់លើជាស្មើមាត់ក្រោមអីយើងត្រូវចាប់អានេះចូលដើម្បីឲ្យវាបើសិនជាម៉ូទ័រនឹងយើងចាប់ទៅវាអត់ត្រូវតាមស្តង់ដាររបស់វា
chẳng nơi khang lại bự nên có việc bự thì ở nơi khang bánh có việc ở sợ bánh này đấy cho mình nhầm tay sạch bong đặtទឹកở đây đó thì mới